គ្នាលេងសុកសុកក្នុង dating app គេផ្ញើលុយឲ្យចាយគេសុំឈ្មោះពេញរបស់យើងសុំឈ្មោះធនាគារសុំ account យើងសុំ account សុំលេខឈ្មោះកងធនាគារយើងទាំង detail Gmail របស់យើងហើយយើងត្រូវការលុយប្រហែលអញ្ចឹងគេផ្ញើឲ្យតើអ្នកឯងយល់អត់គេទៅសេអញ្ចឹងជាភាសាអង់គ្លេសទាំងអស់គ្នាមានអូនមួយគាត់ឆាតមកខ្ញុំតាក់ទងទៅនឹងគាត់សួរខ្ញុំថាបងពាក្យហិរញ្ញវត្ថុហ្នឹងមានន័យថាម៉េចបងគាត់តែដឹងខ្ញុំក៏ប្រាប់ថាពាក្យហិរញ្ញវត្ថុហ្នឹងគឺយើងប្រើភាសាសាមញ្ញគឺលុយដូចគ្នាហិរញ្ញវត្ថុមានន័យថាលុយហើយខ្ញុំផ្ញើ screenshot Google ឲ្យគាត់យល់អញ្ចឹងអឺគាត់ថាជនជាតិអូស្ត្រាលីហ្នឹងឆាតមួយគាត់មិនថាអ្នកដែលឆាតជាមួយនឹងតាម app ណាត់ជួបជនជាតិបរទេសឬក៏ Tinder តែគាត់ស្គាល់គ្នាតាមថៃคูเพจមិនដឹងអានថាម៉េចទេបន្ទាប់មកខ្ញុំក៏ប្រាប់ថាអូមិនគេសុំ bank account ធនាគារ detail អញ្ចឹងណាអ្នកនរគ្នាអញ្ចឹងទី1ប្រយ័ត្នបើគេពិតជាចង់ផ្ញើលុយឲ្យយើងចាយមែនយើងគ្រាន់តែប្រាប់ឈ្មោះពេញរបស់យើងប្រាប់ឈ្មោះពេញរបស់យើងឈ្មោះ account យើងបានហើយឈ្មោះ account កងធនាគារយើងហើយនឹងអត្តសញ្ញាណប័ណ្ណយើងណាបើគេផ្ញើលុយឲ្យយើងចាយមែនណាអ្នកនរគ្នាមិនបាច់ចាំបាច់លេខក៏តិចផ្ញើលេខសម្ងាត់ទៅឲ្យគេអត់ទេគ្រាន់តែឈ្មោះពេញរបស់យើងលេខ account របស់យើងលេខឈ្មោះ account របស់យើងបានហើយអត់មានផ្ញើអីលេខសម្ងាត់អីណាទៅគេប្រយ័ត្នចាញ់បោកគេអ្នកនរគ្នាអញ្ចឹងចំពោះសារខ្ញុំក្នុងការលេង app ជាមួយនឹងជនជាតិបរទេសណាវិធី10យ៉ាងដែលមើលមកដឹងថាគេហ្នឹងគឺជាមនុស្សបោកប្រាស់នៅក្នុង app តែម្ដងអ្នកនរគ្នាទី1គឺគេលក្ខណៈថា moving too fast ណាអ្នកនរគ្នាគេនិយាយពាក្យថា I love you so quick or you are the one លក្ខណៈថាជួបឆាតមួយគ្នាលេងតាមមួយថ្ងៃពីរថ្ងៃនិយាយថាស្រឡាញ់គ្នាភ្លាមហ្មងហើយ you are the one ឯណា I love you forever ហ្នឹងណា I love you more than I can say ហ្នឹងណាអ្នកនរគ្នាតែមកជួបគ្នាភ្លាមឯងប្រាប់ថាស្រឡាញ់យើងហ្មងអីចឹងអ្នកនរគ្នាកុំជឿ 100% ពេកលក្ខណៈថាជឿគេតែ 20% អីបានហើយបើទៅតែស្គាល់គ្នាតាម app អីចឹងណាទី2ភាពបោកប្រាស់ទី2គឺគេតែងតែបដិសេធចំពោះវីដេអូខលផ្ទាល់ហ្មងណាអ្នកខ្លះលេង account អ្នកឆាតជាមួយយើងផ្សេងមុខផ្សេងអ្នកដែលម្ចាស់ account ហ្នឹងផ្សេងលក្ខណៈថាបោកប្រាស់ហ្មងណាអ្នកនរគ្នាអញ្ចឹងគេហ៊ានវីដេអូខលគេតែងតែចោទថាអូយរវល់អូយកាមេរ៉ាខូចអូយរវល់ធ្វើដំណើររវល់ធ្វើការអូយរវល់ជាមួយនឹងក្រុមគ្រួសារអញ្ចឹងណាអាហ្នឹងបោកហើយអូខេចំណុចទី3 their story doesn't end up មានន័យថាសាច់រឿងរបស់គេគឺតែងអត់ចប់ហ្មងណាអ្នកនរគ្នាឧទាហរណ៍មានការងារផ្សេង different job story តំបន់តែងតែផ្លាស់ប្ដូរនិយាយចេះនិយាយចោះសាច់រឿងផ្លាស់ប្ដូររហូតហ្មងណាអ្នកនរគ្នាដូចធ្វើឲ្យយើងយល់ច្រឡំសាច់រឿងគាត់នៅណាប្រកាសការងារគាត់អីគេឲ្យប្រកាសហើយសាច់រឿងគាត់មិនគាត់និយាយបែងដានយើងហ្មងអ្នកនរគ្នាអាហ្នឹងចំណុចទី3ចំណុចទី4គឺខ្ចីលុយមិនថាសេចក្តីស្រឡាញ់ណាមួយគឺបើគេជាបរទេសដែលមានសមត្ថភាពឬក៏មនុស្សដែលមានសមត្ថភាពវាមិនដែរជួបគ្នាផ្ទាល់សុំខ្ចីលុយទេឬក៏ថាចាអូមានរឿងបន្ទាន់មានរឿងអីមួយអញ្ចឹងអាហ្នឹងបោកហើយឬក៏អូខ្ញុំត្រូវការជំនួយមាន send gift card ឲ្យខ្ញុំអត់អាហ្នឹងបោកហើយអ្នកនរគ្នាប្រយ័ត្នមែនតើណាចំណុចទី5គឺតែងតែផ្ញើសារពេលយប់ឡើងតែងតែផ្ញើសាររៀងរាល់យប់ហើយយឺតអីចឹងអត់ផ្ញើសារលឿនអីទេលក្ខណៈថាបើគេពិតប្រកបមួយយើងមែនណាគេផ្ញើសារនៅពេលគេរវល់គេប្រាប់ថាគេរវល់ប៉ុន្តែគេនឹងឆ្លើយតបមកយើងវិញអញ្ចឹងតែម្នាក់ហ្នឹងតែងតែផ្ញើសារ like the same time always ហ្មងឧទាហរណ៍គាត់តែងតែផ្ញើសារនៅម៉ោង1យប់គឺតែងតែម៉ោង1យប់ប៉ុន្តែយើងត្រូវមើលរយៈពេលគេដែរថាពេលវេលាគេហើយនឹងយើងខុសគ្នាមិនវិញអញ្ចឹងយើងត្រូវដឹងពេលវេលាគេ location គេដែរអញ្ចឹងបានដឹងថាគេជាមនុស្សពិតប្រាកដឬមួយក៏យើងឆាតជាមួយនឹង robot មនុស្សយន្តឬមួយក៏យើងឆាតជាមួយនឹងមនុស្សបោកប្រាស់អញ្ចឹងណាចំណុចទី6លក្ខណៈថាតាមតែស្គាល់គ្នាតែគេនិយាយថាអូស្រឡាញ់ខ្ញុំតើអ្នកឯងគេមួយខ្ញុំវប្បធម៌បរទេសខ្ញុំគឺតែងតែរួមភេទជាមួយគ្នាសិនអីចឹងបានយើងយល់ថាស្រឡាញ់គ្នាមែនអ្នកឯងរួមភេទជាមួយខ្ញុំឲ្យលុយអ្នកឯងអីចឹងលក្ខណៈថាទៅតែស្គាល់គ្នាតែលើករឿងហ្នឹងឡើងមកអញ្ចឹងអាហ្នឹងដឹងចាញ់បោកគេហើយមនុស្សស្រឡាញ់គ្នាទោះជាអត់មានការរួមភេទក៏ស្រឡាញ់គ្នាកើតដែរអ្នកនរគ្នាអាហ្នឹងបើស្នេហាពិតអីចឹងស៊ីសង្វាក់អីចឹងអញ្ចឹងប្រយ័ត្នចាញ់បោកគេលក្ខណៈថាដូចតា one night stand អីចឹងចំណុចទី7គឺគេព្យាយាមលក្ខណៈថារក្សាកម្រិតជាមួយយើងហ្មងហើយនឹងចង់ឲ្យយើងនឹងដាច់ឆ្ងាយពីគេហ្មងឧទាហរណ៍
លក្ខណៈយើងលេង app ជាមួយគ្នាអញ្ចឹងគេប្រាប់យើងថាអូកុំប្រាប់ណាគេថាយើងឆាតជាមួយគ្នាកុំប្រាប់មិត្តភក្តិអ្នកឯងកុំប្រាប់ក្រុមគ្រួសារអ្នកឯងកុំប្រាប់នរណាគេមួយអីចឹងណាលក្ខណៈថាអ្នកដែលស្រឡាញ់យើងពិតទៅគេអត់ taking control យើងទេយើងចង់ធ្វើអីគេក៏បានដែរចំណុចទី8លក្ខណៈថាគេអត់គ្រប់យើងហើយចេញមកលក្ខណៈថាមកចេះលក្ខណៈថាអវិជ្ជមានច្រើនចំពោះយើងហ្មងណាគេនិយាយដើមអ្នកនេះនិយាយដើមអ្នកនោះនិយាយពីអ្នកសង្សារចាស់អតីតអ្នកអតីតច្រើនថា complain យំត្អូញត្អែរហូតហ្មងតាក់ទងទៅនឹងអ្នកចាស់អញ្ចឹងហើយគេចង់ធ្វើឲ្យអ្នកថ្មីនេះឲ្យយើងនឹងធ្វើឲ្យដូចអ្នកចាស់ប៉ុន្តែធ្វើឲ្យ better ឲ្យល្អជាងអញ្ចឹងអាហ្នឹងហើយជនបោកប្រាស់ដែរហើយលក្ខណៈថាគេអត់ចង់ឲ្យយើង like be who you are like be someone he like or she like លក្ខណៈថាចង់ឲ្យយើងធ្វើជាមនុស្សផ្សេងដែលគេចូលចិត្តមិនមែនយើងជាយើងអញ្ចឹងអញ្ចឹងបើអ្នកទាំងអស់គ្នាចង់អូខ្ញុំស្រឡាញ់គេខ្ញុំចង់ធ្វើអ្វីដូចពងតែនិយាយគ្នាសុកត្រូវផោមអញ្ចឹងអត់ហ៊ានផោមទេលក្ខណៈថាយើងធ្វើជាមនុស្សផ្សេងអញ្ចឹងលាក់ផោមអញ្ចឹងលោតស្អុយអញ្ចឹងបន្ទូអ្នកផ្សេងអញ្ចឹងអាហ្នឹងជាឧទាហរណ៍សាមញ្ញកំ pl ែងទេអ្នកនរគ្នាដល់ពេលរឿងពិតប្រាកដណាលក្ខណៈថាគេចូលចិត្តយើងឲ្យយើងពាក់ពណ៌កាឈូកអញ្ចឹងយើងត្រូវពាក់ពណ៌កាឈូកពណ៌ដែលគេចូលចិត្តហើយយើងមនុស្សអត់ចូលចិត្តពណ៌កាឈូកអីចឹងណាអ្នកនរគ្នាអញ្ចឹងយើងយល់ពីខ្លួនឯងលក្ខណៈថាស្គាល់ខ្លួនឯងជាអ្នកណាចាំស្រឡាញ់គេកុំឲ្យគេបង្ខំថាអូគេចូលចិត្តនេះយើងត្រូវចូលចិត្តនោះគេចង់ឲ្យយើងពាក់អាវពណ៌សយើងពាក់អាវពណ៌សអញ្ចឹងណាលក្ខណៈថាគ្រប់គ្រងstyle របស់យើងគ្រប់គ្រងជីវិតរបស់យើងហ្មងអាហ្នឹងហើយអញ take over control សាហាវដែរចំណុចទី9one answer simple question អត់មានឆ្លើយតបសំណួរដែលងាយទេឧទាហរណ៍មនុស្សស្រឡាញ់គ្នាគឺគេឆ្លើយតបឲ្យតាក់ទងទៅនឹងការងារគ្រួសារគេរស់នៅណាគេឆ្លើយតបឲ្យថាគេនៅណាអញ្ចឹងគេថតឲ្យយើងភ្លាមក៏វីដេអូខលយើងភ្លាមហ្មងអាហ្នឹងមនុស្សពិតប្រាកដមនុស្សខ្លាំងគេលាក់បាំងហើយចំណុចទី10គឺយើងខ្លួនឯងនេះតាក់ទងគ្នាភ្លាមហើយមានអារម្មណ៍ថាចេះម្នាក់ហ្នឹងពេលនៅចិត្តម្នាក់ហ្នឹងវាអត់សុបាយសោះមានអារម្មណ៍ថាជាបន្ទុកមានអារម្មណ៍ថាម្នាក់ហ្នឹងធៀបយើងចោលហ្មងដូចយើងជាមនុស្សតែម្នាក់មានថាយើងជាមនុស្សតែម្នាក់ដើរតួថាស្រឡាញ់គេធ្វើអីដែលគេចង់បានតែគេអត់មានធ្វើអីឲ្យយើងសោះហើយសាច់រឿងរបស់គាត់តែងតែផ្លាស់ប្ដូររហូតអីចឹងលក្ខណៈធ្វើឲ្យយើងមានអារម្មណ៍ថាអត់ផាសុខភាពហើយធ្វើឲ្យយើងយល់ច្រឡំចំពោះនឹងសាច់រឿងរបស់គាត់ហ្មងអញ្ចឹង10ចំណុចហ្នឹងហើយគឺជាការបោកប្រាស់របស់ជនបរទេសហើយនឹងចំណុចខ្សោយដែលបង្ហាញថាម្នាក់ហ្នឹងគឺជាមនុស្សដែលមិនសមប្រកបជាមួយយើងទេហើយចំណុចដែលពិសេសចំណុចដែលម្នាក់ហ្នឹងគឺជាមនុស្សលក្ខណៈថាត្រឹមត្រូវ you are the right people for you ហ្មងមានដូចជាតំណែងគេគោរព boundary យើងហើយគេតែងតែវីដេអូ call ហើយជួបគ្នាផ្ទាល់មកជួបយើងទៀតហើយតែងតែស្មោះត្រង់ហើយលក្ខណៈថាអត់ធ្មត់ទេអ្នកនរគ្នាអត់ធ្មត់ជាមួយយើងស្រឡាញ់យើងគឺជាយើងហ្មងអាហ្នឹងគឺជាចំណុចល្អដែលគេស្រឡាញ់យើងពិតប្រាកដណាតិចគិតថាលេង dating app ហ្នឹងគិតថាអូជួបមនុស្សល្អច្រើនណាស់អ្នកនរគ្នាមនុស្សអាក្រក់ក៏ច្រើនដែរគ្រាន់តែចង់បានផលប្រយោជន៍ពីយើងណាក៏មានច្រើនដែរអញ្ចឹងប្រយ័ត្នប្រយែងអ្នកនរគ្នាចំពោះការលេង dating app អរគុណច្រើនបើសិនបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ like and share PJ Home 8មានសេវាកម្មបំពេញឯកសារជាភាសាអង់គ្លេសនិងត្រៀមឯកសារសភាយកវីសាមកសហរដ្ឋអាមេរិកសូមកុំភ្លេចទៅអ្នកទៅមក PJ Home 8អរគុណ